ហ៊ូមីជឺថ្ងៃនេះគឺជាថ្ងៃនោះហើយលើកនេះមិនអាចបរាជ័យទៀតទេតើយើងត្រូវចំណាយអស់ប៉ុន្មានដើម្បីទុកមនុស្សម្នាក់នោះនៅក្នុងជំរកសំទោសផងបងដោយការសម្រាយនេះមានសម្លេងលឿនយឿននេះសម្រាយដោយ AI មិនមែនមនុស្សគ្រូពេទ្យមិនព្យាបាលឲ្យគេទេប្រសិនបើគេជាមនុស្សសំខាន់ការជួយគេអាចនឹងមានប្រយោជន៍ឯងលាក់មនុស្សនៅក្នុងជំរកមែនទេអញសួររឿងនេះធ្វើអីថ្ងៃនេះកុំចូលក្នុងព្រៃភ្នំអីទោះបីជាអ្នកណាដើរហើយក៏កុំទៅដែរអញផ្លាច់ទៀតហើយយកកាំភ្លើងមករួចតាមខ្ញុំមកតើយើងទៅបបបាញ់សត្វអ្វីបបបាញ់អ្វីដែលអាចសម្លាប់មនុស្សបានទាំងភូមិជីសឹងតើកូនកំពុងរកអ្វីហ្នឹងរកស្រោមដៃកាលពីមុនកូនខ្លាចព្រៃភ្នំបំផុតខ្ញុំម្នាក់ពីមុននោះបានស្លាប់បាត់ទៅហើយតើឯងដឹងរឿងអ្វីខ្លះខ្ញុំដឹងថាបើពួកយើងយឺតតែមួយជំហានឪពុកម្ដាយនឹងត្រូវស្លាប់នោះជាអ្នកណាឪពុកខ្ញុំម្ដាយខ្ញុំតើពួកគាត់មកធ្វើអ្វីនៅទីនេះមកស្វែងរកសេចក្តីស្លាប់មែនទេតើឯងចេះមើលស្នាមជើងតាំងពីពេលណាមើលយូរទៅក៏ចេះទៅតើមើលតាំងពីពេលណាតាំងពីជាតិមុនមានមនុស្សនៅទីនេះតើឯងគិតច្បាស់ហើយឬនៅគិតអស់មួយជីវិតទៅហើយបងជួយ follow like share page Z7 សម្រាប់រឿងម្នាក់មួយផងដើម្បីបានរឿងថ្មីរាល់ថ្ងៃមុខអាវខោស្បែកជើងសុទ្ធតែជាម៉ូដតែមួយតើមានន័យថាម៉េចមនុស្សធម្មតាមិនស្លៀកពាក់បែបនេះទេនេះជាអ្វីជាសញ្ញាសម្ងាត់របស់ពួកកំចៃមិនក៏ឯងដឹងចាំទុកទៅបើមិនប៉ះពាល់វាទេមនុស្សក្នុងភូមិទាំងមូលនឹងត្រូវស្លាប់តើឆ្កែនេះមកពីណាតោះទៅចាត់ការឲ្យស្អាតឯកសណ្ឋានរបស់ពួកគេចម្លែកណាស់មិនមែនជាអ្នកស្រុកនេះទេកុំមាត់ពួកគេប្រហែលជាមិនបាញ់កាំភ្លើងទេដឹងចប់ហើយខ្លាឃ្មុំភ្ញាក់ហើយរត់ឬអត់ចាំសិនចាំអីទៀតចាំឲ្យខ្លាឃ្មុំស្គាល់មនុស្សរបស់វាសិនជីសឹងអ្នកណាឲ្យឯងបាញ់កាំភ្លើងមិញនេះវាបំរុងនឹងបាញ់ឯងឯកសណ្ឋាននេះប៉ះមិនបានទេបើដឹងដល់ខាងក្រៅនឹងមានរឿងធំនាំគ្នាទៅបើដឹងថាត្រូវខ្លាឃ្មុំបែបនេះខ្ញុំញ៉ាំបាយអាចារ្យជីនេះមិនទេហើយបើទៅផ្ទះយឺតនឹងមិនបានឃើញម៉ែធ្វើម្ហូបទេក្រញ៉ាំខ្លាឃ្មុំក្មេងពីរនាក់នេះហ៊ានចូលក្នុងព្រៃជ្រៅមែនតើបានកាំភ្លើងមកពីណារបស់នៅផ្ទះលោកពូលីវអ្នកពូមានជំងឺសង្ឃឹមលើលោកពូហើយលួចកាំភ្លើងចូលព្រៃជ្រៅឯងចង់ងាប់មែនទេឈប់ទៅប្រយ័ត្នវាស្លាប់ពុកខ្ញុំមិនចង់ឲ្យពុកស្លាប់ទេឈឺទេកូនមិនឈឺទេកុំមកកុហកម៉ែម៉ែចាប់ពីពេលនេះទៅកូននឹងកតញ្ញូចំពោះម៉ែធ្វើជាឧស្សាហ៍មែនទេខ្ញុំចង់ខ្លាចជាមនុស្សថ្មីឮថាចៅប្រុសខ្ញុំបាញ់បានខ្លាឃ្មុំហើយថែមទាំងចេះនិយាយស្ដីទៀតផងលោកតាខ្ញុំចង់រៀនបរបាញ់ពីលោកតាអញចូលក្នុងព្រៃភ្នំហើយត្រឡប់មកវិញដោយមានជីវិតសិនទៅចាំតាជួយបង្រៀនច្បាប់ទី1នៃការចូលព្រៃកុំចាត់ទុកខ្លួនឯងជាមនុស្សចុះឲ្យចាត់ទុកជាអ្វីវិញចាត់ទុកខ្លួនឯងជាសត្វឆ្លុះកាលពី2ម៉ោងមុននៅទី2អ្នកណាជាអ្នកបង្រៀនអញគឺនៅក្នុងសុបិន
ឈប់សិនអន្ទាក់របស់អ្នកបបាញ់មែនទេជាអ្នកបបាញ់របស់ពូសំចៃច្បាប់ទី2អ្នកដែលស្លន់ស្លោនឹងត្រូវស្លាប់មុនគេរត់អ្នកណារត់អ្នកនោះស្លាប់លោកតាយីសឹងប្រយ័ត្នទប់ឲ្យជាប់មានគេដេញវាចេញមកដោយចេតនាជាអ្នកណាភូមិប៉ានខ្វាន់ជាកុំដេញតាមប្រយ័ត្នយ៉ាងណាចាំការពីទេអីរៀនការពីខ្លួនឯងបានសិនទៅអាម្នាក់នោះរត់លឿនដូចទន្សាយអញ្ចឹងរត់លឿនមិនមែនមានន័យថាវាខ្លាចឯងទេវាប្រហែលជាចង់បញ្ឆោតឯងមើលទៅខាងនោះមានគេដាក់អន្ទាក់ហើយជួយខ្ញុំផងអញគឺជាសិនមានគេដាក់អន្ទាក់អញដឹងទៀតកុំកម្រើកជើងចាំខ្ញុំមើលឲ្យបងប្រុសខ្ញុំនឹងអរគុណលោកបងអញឈ្មោះសិនចិនឈួនមែនទេតើលោកជានរណាឲ្យប្រកាសទៅអញស្គាល់ប្អូនស្រីគេដែរនាងអ៊ីនរហូតដល់ឡើងក្រហមហើយជូននាងទៅផ្ទះវិញមុនពេលមេឃងឹតបងទី2ពួកគេគ្រាន់តែតើលោកឈ្មោះអ្វីគួនយ៉ាន់សានបើយឺតតែកន្លះម៉ោងទៀតគាត់ប្រហែលជាស្លាប់បាត់ហើយលោកខ្លាចឈឺមែនទេខ្លាចនាងយំនរណាធ្វើឲ្យបងខ្ញុំទៅជាបែបនេះនរណាធ្វើឲ្យបងបែបនេះពួកយើងជាអ្នកជួយគេទេនិយាយឲ្យស្រួលបួលបន្តិចទៅឯងចង់បានអ្វីចង់ឲ្យគេរស់និយាយទៅពីរស់ស្ដាប់ណាស់បងធំដាក់ចុះទៅកញ្ញាសិនកុំមកពាំងកាំភ្លើងអីអ្វីដែលខ្ញុំពាំងគឺមនុស្សដែលមិនសមហេតុផលគេកាច់ជាងឯងទៅទៀតអន្ទាក់ចាស់តែព្រួញថ្មីមានគេចង់ដឹងថាគេស្លាប់ឬនៅចង់លេងត្រកូលសិនមែនទេគឺចង់បានត្បូងពេជ្រនេះឯងអាត្រចៀកដាច់នេះមិនមែនជាការប្រមានទេតែជាការមកយកជីវិតខ្ញុំមិននាំទៅចាប់គ្នានេះអញទៅគឺដូចជាយកជីវិតទៅឲ្យគេអញ្ចឹងអញចង់និយាយខ្ញុំធ្វើការមែនទេខ្ញុំជួយបងអញតែមិនចង់ជួយអញម្នាក់ទៀតទេក្មេងម្នាក់នេះមើលដឹងច្បាស់ជាងអញទៅទៀតបងធំខ្ញុំមកដឹងបន្តិចហើយតែខាងទីនេះគឺគាត់ជាអ្នកគូអរគុណគាត់ជំនួសខ្ញុំផងបើលោកនឹងរស់មកអរគុណខ្លួនឯងទៅចាំពេលខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ខ្ញុំនឹងត្រឡប់មកវិញខ្ញុំនឹងរងចាំលោកផែនទីត្រកូលសិនបានលោហើយពួកចោរក្នុងកំពុងតាមដានត្រកូលសិនពួកគេក៏នឹងមកគុំត្រកូលគូនដែរមិនក៏ពាក់ព័ន្ធជាមួយពួកចោរទៀតហើយព្រោះតែអ្នកស៊ើបការម្នាក់នោះមិនបានត្រឡប់ទៅវិញឲ្យអ្នកភូមិទាំងមូលត្រៀមខ្លួនច្បាំងគ្រាន់តែសម្ដីរបស់យ៉ានសានម្នាក់នឹងមែនទេនេះជាព្រួញរបស់ពួកចោរភ្នំតែវាអាចជាព្រួញដែលរើបានក៏ថាបានឯង
អង្គុយចុះទាំងអស់គ្នាជីកលេនឋាននៅជើងភ្នំខាងជើងដាក់របាំងឈើនៅមាត់ច្រកភូមិយប់ឡើងត្រូវបដូរវេនគ្នាយាមលោកតាគួនលោកជឿគេមែនទេចែករបស់គួនយួនលីងខ្ញុំជឿជាក់លើគេបើគេថាត្រូវការពារពួកយើងក៏ត្រូវការពារកុំខ្ជិលច្រអូសប្រញាប់ធ្វើការទៅមកហើយឃើញស្នាមជើងនៅខាងក្រោមជើងភ្នំហើយមកស៊ើបការមែនតើចេញមកកុំសម្រាប់ខ្ញុំអីខ្ញុំគ្រាន់តែមកមើលផ្លូវទេអាចត្រជាដាច់ឲ្យឯងមកមែនទេមេទី3គ្រាន់តែឲ្យមកមើលថាភូមិតកូគូនមានស្បៀងរត់ប៉ុណ្ណោះម្នាក់ដែលស្លៀកឈុតប្រភេទនោះពួកឯងកំពុងតាមរកមែនទេត្រឡប់ទៅប្រាប់អាចត្រជាដាច់វិញទៅភូមិតកូគូនគ្មានស្បៀងទេមានតែជំរុកទេនិងឆ្កែជិះប៉ុណ្ណោះលេងគេមែនទេណាហីឲ្យគេទៅនាំពាក្យមានប្រយោជន៍ជាងសម្រាប់គេចោលឯងចង់បញ្ឆោតអាចត្រជាដាច់ឲ្យចេញមកមែនទេបើគេមិនចេញមកយើងក៏មិនដឹងថាគេនាំមនុស្សមកប៉ុន្មានដែរមិនមែនបងរៀបចំទេអីនេះក៏បងស្វិញការពីភូមិត្រូវការមនុស្សហើយក៏ត្រូវការសាច់ដែរយិនសិនមែនតើមិនមែនជាយិនសិនធម្មតាទេស្លឹក6ជាន់នេះប្រហែលជាមានតម្លៃណាស់ហើយទុកឲ្យខ្ញុំជីកំដងដែលខ្ញុំជីកណាស់ខ្ញុំចាំតែគឺហើយកុំឆ្លោះគ្នាបើដាច់ឬតែមួយសរសៃក៏ខាត់ដែររួចរាល់ហើយត្រកូលគូនអាចងើបមុខមាត់វិញបានហើយមែនទេងើបមុខមាត់មិនពិបាកទេតែការរក្សាវាឲ្យបានទៅពិបាកកំពុងរវល់ធ្វើអីហ្នឹងរវល់កប់ស្បាយនឹងណាពូទី2ទី3គ្រាន់តែដើរកាត់បានហើយកុំដើរនិយាយផ្ដេសផ្ដាស់ឲ្យសោះធំដល់ថ្នាក់នឹងផង វាអាចលក់បានថ្លៃតែវាក៏អាចនាំទុកទោសមកឲ្យយើងដែរព្រឹកស្អែកត្រូវចូលក្រុងមិនអាចបង្អង់យូរបានទេដំណឹងបានលេចទៅក្រៅបាត់ហើយកាន់តែបែបនេះយើងកាន់តែត្រូវលក់ឲ្យបានថ្លៃរបស់នេះពិតជាល្អមែនតែគួរឲ្យស្ដាយរបស់វាមានស្នាមរបួសបន្តិចភ្នែកលោកក៏មានបញ្ហាដែរមែនទេឲ្យថ្លៃមកប្រាក់120ដំឡឹងស្មានថាពួកយើងនឹងមែនទេទៅចាំបន្តិចបងប្រុសស្គាល់តម្លៃទីផ្សារដែរមែនទេមិនស្គាល់ទេមិនស្គាល់ផងហ៊ានដើរចេញទៀតខ្សែភ្នែកឯងប្រាប់ខ្ញុំថារបស់នេះមានតម្លៃណាស់300 500ឈួតហើយយើងសិតស្រាប់មួយជាន់មិនមែនជាមិនឆាប់ទេយ៉ាងច្រើន400 550បូករួមទាំងអង្ករ3បាវក្រណាត់2ដុំនិងអំបិល10គីឡូ550និយាយឲ្យខ្លាំងជាងនេះបន្តិចទៅឲ្យពេញក្រុងតែម្ដងទៅហាងត្រកូលវាងឲ្យថ្លៃទាបពេកហើយទៅថ្ងៃមុខមិនថាជាប្រមាថខ្លះក្នុងរបស់មានតម្លៃឬស្វ័យស្ទេខ្ញុំទទួលទាំងអស់អ្នកណាឲ្យថ្លៃគួរជាងគឺបានតែអ្នកនោះទៅមកពីក្នុងភ្នំមែនទេមកជាគ្នាបន្តិចមើលដល់ទីបញ្ចប់ហើយច្បាប់ទម្លាប់បែបនេះសូម្បីតែឆ្កែក្នុងព្រៃក៏មិនទទួលស្គាល់ដែរឆ្អឹងរឹងក៏គ្មានប្រយោជន៍ដែរបើជីវិតផុយស្រួយនោះសាកស្លៀកមើលទៅបើបងទៅពួកគេនឹងចាប់គ្រួសារត្រកូលហ្គឿនទាំងអស់មិនខាន ទៅរកបងធំរបស់បងទៅគាត់នឹងមក ប្រាប់គាត់ថាយួនយ៉ាងឆែននៅក្នុងគុកកងឹត មិនទៅទេយកជីវិត ហើយប្រាប់ទៀតថាប្អូនថ្លៃគាត់ចិត្តអស់ជីវិតហើយ អ្នកណាឲ្យគេដោះរបស់នេះចេញគួនយ៉ាងឆែនចិត្តស្លាប់ហើយអារងជិមធ្វើចេញមកបានមែនប៉ុន្តែក្នុងពិភពតកបែបនេះតើគេអាចប្រែក្លាយបន្លាយចេញមកពីភាពទេបានមែនទេនេះជាកន្លែងរដ្ឋបាលស្រុកហាមចូលផ្ដេសផ្ដាស់នេះគេហៅថាការគូសទ្វារបន្លាយជាបន្លាយស្រស់មែនមនុស្សរបស់អ្នកមកមិនរួចទេនេះជាអភូតហេតុហើយជាការពិតមែនជាបន្លាយស្រស់ពិតមែនជីវិតដល់ថ្នាក់នេះហើយនៅបារម្ភពីរឿងអីទៀតនេះច្បាស់ជាមិនអាគមនឹកហើយថ្នាំល្អណាស់សមជាមនុស្សដែលអូនស្រីខ្ញុំស្រឡាញ់ម្នាក់ធ្វើតាមនេះទៅយកច្រឡំអីទិញថ្នាំទៅគេចាប់ខ្លួនលួចបង្ខំឲ្យសាពីក្នុងគុកងឹតនេះហៅថាយកច្រឡំដែរ
នេះជាឆ្នាំសម្រាប់សង្គ្រោះលោកម្ចាស់យន្តការពណ៌ក្រហមរបស់ហាងឆ្នាំនៅមាននៅឡើយ ក្មេងស្រីដូចនាងដឹងរឿងអីទៅ ខ្ញុំដឹងរឿងឆ្នាំហើយក៏ដឹងពីតម្លៃជីវិតមនុស្សដែរ ប្រាក់បាត់អស់ពីសន្លឹកលោកមេក៏បានអីឲ្យលោកម្ចាស់ចាំបាននេះខ្ញុំមានតែខ្ញុំប្រញាប់ទៅសង្គ្រោះជីវិតមនុស្សចុះប្រាក់វិញយកមកវិញបានហើយចុះភាពរឹងមាំវិញលោកម្នាក់នេះគឺខ្ញុំបានពីជំនួសជាអ្នកគ្រប់គ្រងជំនួសសាស្ត្ររបស់លោកម្ចាស់លោកម្ចាស់ដូចគួរជួយផងខ្លាចគ្នាបានអូសមនុស្សទៅបាត់ហើយ គាត់ទើបតែត្រឡប់មកពីគុកមិនវិញទេ ព្រានប្រៃក្នុងភ្នំមានច្រើនណាស់ហេតុអីមកតាមរកគាត់ពួកគេមិនហ៊ានចូលទៅទេខ្លាចក្នុងមានកូនតូចវាឃើញមនុស្សគឺស្ទុះមកខាងតែម្ដង របួសបងមិនទាន់ជាសះស្បើយទេ ខ្លាចគ្នាវាមិនរងចាំឲ្យខ្ញុំជាសះស្បើយទេលោកខ្លាចខ្ញុំលើកនេះខ្ញុំក៏ទៅដែរ លីចាំបុកមនុស្សដែលបែបលោកនេះទីប្រារព្ធចាំបុកមកបី ខ្ញុំចេះខាត់ឈាមចេះឆ្អឹងនិងចេះសង្គ្រោះមនុស្ស ក្នុងព្រៃមានខ្លាខិន ក្នុងភូមិក៏មានឈាមហូរដែរ ខ្ញុំក៏ទៅដែរឯងនៅទីនេះចុះមិននៅទេកុំនិយាយច្រើនទៅនាំពួកគេត្រឡប់មកវិញឲ្យមានជីវិតគឺគាត់នឹងមែនទេមុខដូចកូនក្មេងបែបនេះអាចវាខ្លាខិនបានដែរឯងគឺជា Gwen Yanshin មែនទេធ្លាប់វាខ្លាឃ្មុំការពីភូមិសម្រុកចូលគុកកងឹតហើយក៏ធ្លាប់ត្រូវគេវាយដែរឈ្មោះបោះសម្លេងណាស់ចុះសមត្ថភាពវិញយ៉ាងម៉េចដែរគ្រាន់តែអង្គអំណាចចាស់ពីមុនគឺមិនទាន់គ្រប់គ្រាន់ទេគ្រាន់តែបំភ័យមនុស្សគឺបានតែមិនទាន់គ្រប់គ្រាន់សម្រាប់វាខ្លាឃិនទេ មនុស្សម្នាក់នោះប្រហែលជានៅមានជីវិត មនុស្សស្រីក៏ហ៊ានមកលូកដៃក្នុងរឿងបរបាញ់ដែរ ខ្ញុំមើលថែរបួសហើយក៏មើលថែជីវិតមនុស្សរស់ដែរ អ្នកណាខ្លាចគឺនៅទីនេះចុះឆ្កែខ្លាចហើយអ្វីដែលឆ្កែខ្លាចមនុស្សរឹតតែគួរតែខ្លាចជាងនេះទៅទៀតគាត់នៅលើដើមឈើខ្លាខិនចេះហៅដែរអីកុំបាញ់កាំភ្លើងផ្ដេសផ្ដាស់ ប្រញាប់នាំគាត់ចុះមក ទប់ឲ្យជាប់វាផ្អើលហើយវាមិនចូលអន្ទាក់ទៀតទេយកខ្ញុំធ្វើជានុយទៅ មិនបានទេ ខ្ញុំរត់លឿន របួសបងមិនទាន់ជាទេ ហើយនេះហើយបានជាពួកបងត្រូវតែបាញ់ឲ្យចំ បើបងហ៊ានស្លាប់ខ្ញុំនឹងមិនលើកលែងទោសឲ្យបងជាដាច់ខាត អញ្ចឹងខ្ញុំមិនស្លាប់ទេបាញ់ទៅអង្គក្បាលចុះកុំធ្វើបាបកូនវាពួកវាមិនបានធ្វើបាបមនុស្សទេគាត់ហ៊ានយកជីវិតមកបដូរដើម្បីជួយពួកឯងតើឯងមានសិទ្ធិអីមកមើលងាយគាត់ព្រានប្រៃពិតប្រាកដគឺមិនសម្លាប់ផ្ដេសផ្ដាស់ទេ បងបានសន្យាអីជាមួយខ្ញុំខ្លះ ខ្ញុំត្រឡប់មកវិញហើយ ចិនឲ្យគាត់អង្គុយចុះសិនទៅ ខ្លាខិនបាញ់ត្រូវទេត្រូវហើយចុះកូនវាវិញទុកជីវិតវាហើយកាំភ្លើងមិនមែនសម្រាប់ឲ្យឯងគូតអានទេគឺសម្រាប់ឲ្យឯងចាំថាក្នុងព្រៃក៏មានច្បាប់ទម្លាប់ដែរលោកតាខ្ញុំចាំទុកហើយ បងអាចជំបានណា ខ្ញុំខ្លាចថាបើហើយខ្ញុំនឹងចូលលេងជាប់ អញ្ចឹងខ្ញុំនឹងឈរក្បែរបង ទីនេះគឺជាភូមិតកូល Gwen តាលោកមករកអ្នកណាមករក Magenchen ហើយក៏មករកឯងដែរមនុស្សយើងទេមនុស្សយើងមិនមកសួរសុខទុក្ខនៅពេលបែបនេះទេលោកមិនមែនជាមនុស្សមកពីបន្ទាយហ៊ុនវែងទេចុះឯងហ៊ានចូលព្រៃម្ដងទៀតដែរឬទេពួកយើងកំពុងត្រូវកងទ័ពក្រៅស្រុកដេញតាមតើពួកលោកជានរណាក្រុមបៀលេងហេតុអីបានជាលោកស្គាល់ឈ្មោះនេះមនុស្សដែលស្លាប់ទៅហើយជាអ្នកប្រាប់ខ្ញុំមិននាំខ្ញុំទៅទៀតហើយរបួសឯងមិនទាន់ជីទេចុះរបួសបងជីហើយមែនទេកុំនិយាយច្រើនទៅ
បាញ់បានខ្លាចហើយមែនទេបាញ់បានហើយហួងហ្វុងចៃទុកហើយកាំភ្លើងមិនមែនសម្រាប់ឲ្យអញអួតអាងទេគឺសម្រាប់ឲ្យអញចងចាំថាក្នុងព្រៃភ្នំក៏មានច្បាប់ទម្លាប់ដែរមនុស្សរបស់ហួងហ្វុងចៃរបស់ខ្ញុំបានស្លាប់នៅលើភ្នំនេះ បងអាចជំបានណា ខ្ញុំខ្លាចថាបើខ្ញុំយំខ្ញុំនឹងឈរលេងជាប់ អីចឹងខ្ញុំនឹងឈរក្បែរបង កុំដមាត់រកមកចិនសានហើយក៏មករកអញដែរកន្លះដងថ្នាំបេះដូងឬថ្នាំជីវិតទាំងពីរអញមិនមែនជាមនុស្សរបស់បន្ទាយហ៊ុងហ្វឹងទេចុះអញហ៊ានចូលព្រៃភ្នំម្ដងទៀតទេពួកយើងត្រូវបានពួកអ្នកក្រៅតាមដានហើយតើពួកលោកជានរណាក្រុមពេលីងហេតុអ្វីបានជាអញស្គាល់ឈ្មោះនេះអ្នកដែលស្លាប់ទៅហើយជាអ្នកប្រាប់ខ្ញុំរបួសឯងមិនទាន់ជាទេចុះឯងជាហើយមែនទេកុំនិយាយច្រើនទៅជាមួយគ្នាចុះឯងមកធ្វើអីវៀងផ្លូវទេហួងហ្វុងចៃនៅមានផ្លូវចាស់មួយទៀតព្រៃភ្នំក៏អាចប្រែក្រឡាស់បានដែរទៅឥឡូវនេះអញពិតជាការពារព្រៃភ្នំនេះមែនការពារផងក៏ខ្លាចផងស្បៀងគ្មានទេតែមានកាំភ្លើងវាការពារកូនវាឯងការពារមនុស្សគឺដូចតែគ្នាទេលឿនឡើងរៀបចំខាងស្ដាំក្នុងព្រៃមានច្បាប់ទម្លាប់របស់ព្រៃខ្វាន់យ៉ាន់សានខ្ញុំដឹងថាឯងច្បាស់ជាមកមនុស្សរបស់ក្រុមពេលីងមានតម្លៃណាស់មនុស្សអាក្រក់ពិតជាមានមិត្តភក្តិច្រើនមែនមានមនុស្សទាំងមុខទាំងក្រោយអីចឹងឲ្យពួកវាបុកគ្នាទៅមិនឲ្យម្នាក់ណារួចខ្លួនឡើយអញចង់ធ្វើស្អីទៀតហើយឲ្យពួកវាបាញ់គ្នាឯងទៅឥឡូវនេះខ្ញុំមានអារម្មណ៍ថាអញដូចជាសត្វកញ្ជ្រោងអីចឹងនរណាជាអ្នកបាញ់ថយក្រោយទៅខ្ញុំឃើញហើយមិនមែនអញខ្លាំងណាស់មែនទេមកអាមនុស្សឥតខួរក្នុងបន្តិចនេះជាសាច់មិនមែនឈើទេលើកនេះមិនឲ្យខុសទេឲ្យអញស្ដាប់សំឡេងវាបន្តិចខ្ញុំឈ្មោះលូឈៀងយីជាអ្នកសម្របសម្រួលក្រុមពេលីងខ្វាន់យ៉ាន់សានខ្ញុំទៅពីអ្នកណាអ្នកដែលរស់រានមានជីវិតពីក្នុងព្រៃសុទ្ធតែនិយាយថាភូមិខ្វាន់មានស្ដេចអ្នកប្រមាញ់វ័យក្មេងម្នាក់តើលោកហ៊ានទៅជួយមនុស្សឲ្យបានច្រើនជាងនេះទេអញមិនមែនចង់ទៅមែនទេពួកលោកចង់នាំគេទៅមែនទេក្រុមពេលីងខ្វះអ្នកដែលស្គាល់ច្បាស់ពីព្រៃភ្នំគេទៅតែអាយុ18ឆ្នាំប៉ុណ្ណោះក្នុងសម័យសង្គ្រាមគេមិនរងចាំឲ្យមនុស្សធំដឹងក្តីនោះទេកូនចង់ទៅមែនទេមនុស្សមកពីលើភ្នំក៏មានលុយដែរតោះទៅបើមិនដឹងទេក៏មិនបាច់ទៅដែរម៉ែអ្វីដែលកូនគិតមុនគេគឺចង់ឲ្យម៉ែនិងពុកមានជីវិតរស់នៅចុះឥឡូវនេះអ្នកភូមិក៏មានជីវិតរស់នៅដែរនៅរស់មានតម្លៃស្លាប់ទៅអស់រឿងខ្ញុំមិនទាន់បាននិយាយថាទៅផងផ្ដិតមេដៃមកឆ្នាំនឹងខ្លាយជារបស់ឯងពួកលោកមិនខាត់គេទេអីខាត់ជាប់ដែរមែនទេបើខាត់មិនជាប់ក៏មិនបាច់ខ្មាស់គេដែរបើខ្វះមនុស្សវីគ្នាត្រឡប់មកហៅពួកយើងបើខ្វះមនុស្សហូបបាយក៏មកហៅដែរបាត់ច្បាស់ណាស់មកលាមែនទេតែប៉ុណ្្នឹងទេទឹកមុខឯងគឺច្បាស់ជាងការភ្ជាប់ពាក្យទៅទៀត
បងប្រុសខ្ញុំមិនខាត់បងទេ ហេតុអ្វី ទោះខាត់ក៏បងនៅតែទៅដដែលខ្ញុំគ្រាន់តែរងចាំបងត្រឡប់មកវិញ របស់នេះបងយកមិនបានទេ មិនមែនឲ្យបងទេគឺបញ្ចាំទុកនឹងបង បញ្ចាំស្អីទៅ បញ្ចាំឲ្យបងត្រឡប់មកសងខ្ញុំវិញ បើបងត្រឡប់មកវិញបងនឹងរៀបការជាមួយអូន តើគេគឺជាគួនយ៉ាន់សានមែនទេក្មេងពេកហើយ គេធ្លាប់ជួយជីវិតខ្ញុំក្មេងមិនមែនជាបញ្ហាក្នុងការនាំផ្លូវទេ តើឯងដឹងថាត្រូវទៅណាទេ កាត់តាមព្រៃស្រកខ្មៅឆ្លងកាត់ជ្រោះដាច់ មានរឿងអី ខ្សែសញ្ញាអាសន្នជារបស់ក្រុមល្បាតក្រៅតំបន់មនុស្សរបស់ចាងហ៊ុយលី អាចដោះវាបានទេ បានប៉ុន្តែត្រូវទុកវាចោលនៅទីនេះ ទុកវាធ្វើអីទៅ ទុកឲ្យពួកដេញតាមជន់វាដោយខ្លួនឯងស្វែងរកពួកក្រុមចោះឲ្យឃើញផ្លូវនេះអាចដើរបានមនុស្សដើរបានតែសេះដើរមិនរួចទេអ្នកណាជាអ្នកជន់គឺពួកយើងខ្លួនឯងពួកឯងខ្វាក់ភ្នែកអស់ហើយមែនទេ គួនសៀវឯងចិត្តធ្លាក់ទៅក្រោមហើយ ពិតមកទៅ អំបញ្ញមិញខ្ញុំពិតជាមើលងាយអញមែន កុំមកទាញជើងគ្នាទៅបានហើយខាងមុខគឺជាបន្ទាយចាស់ហើយពួកដេញតាមនឹងមិនឈប់ទេដូច្នេះយើងក៏មិនអាចឈប់ដែរថ្នាំទាំងនេះត្រូវតែឆ្លងកាត់ពេលលីងមុនពេលភ្លឺបើទៅតាមព្រៃស្រកខ្មៅនឹងជួបក្រុមល្បាតបើទៅតាមផ្លូវចាស់នឹងជួបពួកចៅដូច្នេះត្រូវទៅតាមផ្លូវក្នុងភ្នំខ្ចប់បើថ្នាំទៅមិនដល់គេនឹងមិនអាចរੂដល់ភ្លឺទេឲ្យគេប្រើមុនចុះ នេះជាផ្លូវមែនទេ កុំមើលជើងខ្លួនឯងមើលស្មារបស់អ្នកនៅខាងមុខប្រុងប្រយ័ត្នការពារប្រអប់ថ្នាំការពារមនុស្សខំថ្មិញការពារមនុស្សឲ្យបានមានមនុស្សនៅខាងលើលឿនឡើងលឿនមិនបានទេបើលឿននឹងរអិលធ្លាក់ជ្រោះ ចុះឲ្យយើងនៅចាំគេបាញ់មែនទេ បាញ់ព្រើទៅស្អីគេបាញ់ទៅលើគំនរព្រើនោះទៅបានសម្រេចហើយកុំឈប់ទៅមុខទៀតនៅតែឈិងទៅខាងមុខមានប៉ុស្តិ៍ល្បាតតូចមួយយើងអាចវាងតាមប្រឡាយទឹកបានវាងមិនរួចទេខាងក្រោមអាចដើរឆ្លងបាន នឹងក៏ស្លាប់មិនខាន បើឆ្លងឲ្យលឿនគឺមិនអីទេគេពិតជាមិនខ្លាចស្លាប់មែនមិនមែនមិនខ្លាចទេតែគេដឹងថាជីវិតគួរប្រើនៅកន្លែងណាអំបញ្ញមិនមានសម្លេងអ្វីម្យ៉ាងបិទផ្លូវទៅត្រង់បន្តិចទៀតប្រហែល10ជំហានទៀតប៉ុណ្ណោះជើងខ្ញុំលែងមានអារម្មណ៍ហើយចេញផុតពីទីនេះនឹងមានជីវិតរស់ហើយថ្នាំនៅតែមានឆ្លងផុតហើយជើងមិនអីទេទីបំផុតមកដល់ហើយ បងប្រុសតើបងក៏ជាអ្នករមាញ់ដែរមែនទេ កាលពីមុនមែន ចុះឥឡូវនេះ រៀនពីរបៀបធ្វើឲ្យមនុស្សរស់បានកាន់តែច្រើនគួនយ៉ាន់សានឯងនៅតែជួយមនុស្សដែរអញ្ចឹងខ្ញុំនឹងប្រើជីវិតមនុស្សមកចងជើងឯងមានស្នាមជើងទៀតហើយពួកចៅដែលនៅសេះសល់ពីភូមិហ៊ុងហ្វឹងមានគ្នាប៉ុន្មាននាក់មិនចាំទេតែមិនខានណាកាត់ផ្ដាច់ពួកគេនៅទីនោះទៅគួនយ៉ាន់សានចេញមកចាងហ៊ុយលីឲ្យលុយពួកល្បាតក្រៅឲ្យកាំភ្លើងក្បាលរបស់ឯងក៏មានតម្លៃណាស់ដែរ
Ngày nay anh thành hỏi. Anh chui phum ban tại chui khuôn anh mình bàn tê. Tiênខ្ញុំឡើងផង អញមិនសម្រាប់កូនខ្លាខិនតែបែរជាមកសម្រាប់ខ្ញុំទៅវិញកូនខ្លាខិនមិនដែលធ្វើបាបអ្នកភូមិទេនាំខ្លួនគេទៅចាងហ៊ុយវ៉ាងនឹងមិនទទួលស្គាល់ទេបើគេមិនទទួលអញជាអ្នកទទួលរឿងលោកគុំតកូនឲ្យពូក្រៅគឺគេជាអ្នកដល់ដំណឹងរឿងឆ្នាំនៅច្រកគុកកងឹតក៏គេជាអ្នកប្រាប់ឲ្យខ្ញុំចាំរើសសាកសពដែរល្មមហើយត្រូវត្រឡប់ទៅវិញគេធ្លាប់តាមដានផ្ទះខ្ញុំថែមទាំងយកជីវិតលោកតាខ្ញុំមកគំរាមខ្ញុំទៀតអញ្ចឹងឲ្យមនុស្សពេញទីក្រុងមើលចុះចាប់ទេទុកឲ្យគេទៅប្រាប់ដំណឹងចុះអញដាក់នុយទៀតហើយបើចាងហ៊ុយលីមិនចេញមកទេរឿងនេះមិនទាន់ចប់ឡើយចាំនៅទីនេះសិនទៅលោកម្ចាស់គាត់លូតតាក់ទងជាមួយចៅភ្នំហ៊ានចូលក្រុងទៀតផងទួនជាត្រូវបានគេចាប់ខ្លួនបាត់ហើយនិយាយផ្ដេសផ្ដាសខ្ញុំមិនស្គាល់គេទេឥឡូវអញធ្វើពុតជាមិនស្គាល់យើងអីចឹងហើយយប់ដែលលោកខ្លួននៅភូមិតកូគាត់តាអ្នកណាជាអ្នកដល់ដំណឹងយប់ដែលរកអូសឆ្នាំនៅគុកកងឹតតាអ្នកណាប្រាប់ឲ្យខ្ញុំចាំរៀបចំបិទមាត់ទៅនេះមកពីអញបង្ខំយើងទេនេះជាឆ្នាំសម្រាប់ជួយលោកតាគាត់សញ្ញាបត្ររបស់ហាងឆ្នាំនៅចុះឡើយទេនេះជាសម្បត្តិដែលអញតាក់ទងជាមួយភូមិហាងហ្វឹងនៅលើមាត់ដៃអោរបស់ចាបុរសក៏មានសញ្ញាសម្ងាត់របស់ហាងហ្វឹងដែរគេនិយាយថាអញជាអ្នកបញ្ជាឲ្យប្លន់យកប្រាក់គឺចាងហ៊ុយលីទាំងអស់ដែលជាអ្នកបញ្ជាឲ្យខ្ញុំធ្វើនេះជាមន្ត្រីពុករលួយនឹងជាចៅសូម្បីតែឆ្នាំសង្គ្រោះជីវិតក៏វាមិនលើកលែងដែរអញនិយាយថាអ្នកនោះមិនសមនឹងមានលុយថ្ងៃនេះយើងប្រាប់អញចុះអ្នកនោះក៏សមនឹងទទួលបានយុត្តិធម៌ដែរចប់ហើយមែនទេរឿងតូចចប់ហើយរឿងធំទើបតែចាប់ផ្ដើមទេចាងហ៊ុយលីរលំហើយមែនទេរលំហើយចុះទួនជាវិញគេក៏មិនត្រឡប់មកវិញទៀតដែរស្គមទៀតហើយពុកម៉ែខ្ញុំចង់ចេញទៅម្ដងទៀតទៅណាពេលលីងកូនមិនមែននិយាយថាចង់ការពារផ្ទះទេអីគឺដោយសារតែមានផ្ទះទើបខ្ញុំដឹងថាអ្នកដែលគ្មានផ្ទះគេពិបាកយ៉ាងណាមុនពេលលោកតាកូនស្លាប់គាត់ថាភ្នំនេះទុកឲ្យកូនមើលថែកូនចាំបានអញ្ចឹងមើលថាខ្ញុំអត់ទីនេះទៅអ្នកពិតជាឲ្យគេទៅមែនហើយខ្ញុំក៏មិនដាច់ចិត្តដែរតែខ្ញុំមិនអាចគាត់គេមិនឲ្យខ្លាចជាមនុស្សពេញលក្ខណៈបានទេចិត្តចេញទៅហើយចុះរឿងការងារវិញនាងហ៊ានមិនទទួលស្គាល់ហើយខ្ញុំទទួលស្គាល់ខ្ញុំនឹងត្រឡប់មកកាជាមួយនាងមិនទាន់ត្រឡប់មកវិញផងមិនទាន់គិតថាបានសំទេហេះបើហ៊ានស្លាប់នៅខាងក្រៅយើងនឹងទៅជារែងដល់ភ្នំទឹកកកពេលណាត្រឡប់មកវិញមិនដឹងទេភូមិតកកមានពួកយើងហើយអញការប្រពន្ធមុនទៅចាំខ្ញុំត្រឡប់មកវិញម៉ែល្មមហើយមិនទាន់ល្មមទេកូនស្ពីមិនរួចទេសំបីតែខ្លាឃ្មុំក៏កូនស្ពីរួចដែរនេះជារបស់ដែលពួកអញធ្លាប់ប្រើកាលពីមុននឹកផ្ទះមែនទេ
មិនមែនទុកឲ្យពុកខ្ញុំទេអីខ្ញុំដើរមិនបានឆ្ងាយដូចអញទេ កុំសំពះអីម៉ែខ្លាចកូនទៅឆ្ងាយមែនទែន បើមានអ្នកណាមកធ្វើបាបតាមផ្លូវប្រាប់ឈ្មោះសិនជីកេងទៅប្រាប់ឈ្មោះគេមិនស្មើនឹងប្រាប់ឈ្មោះខ្ញុំទេតើឈ្មោះយ៉ាងម៉េចសេកស៊ីបាក់ទេ បើប្រើអស់ហើយផ្ដាំគេឲ្យភ្ញៀវសម្បត្តិមកផង បាទ បើមានរបួសកុំត្រង់ខ្លាំងពេក បាទ កុំចេះតែបាត់អីចឹង ខ្ញុំនឹងត្រឡប់មកការជាមួយនាងគិតច្បាស់ទៅពេលទូក្រុមពេលលីងហើយនឹងត្រូវហូរឈាមទៅស្លាប់ហើយក៏គ្មានអ្នកណាចង់ចាំអញដែរជាតិមុនគ្មានអ្នកណាចង់ចាំខ្ញុំទេចង់ជាតិម្នាក់នេះវិញឲ្យតែខ្ញុំចាំពួកគេបានគឺគ្រប់គ្រាន់ហើយបើទូយកហើយគឺមិនមែនរស់នៅដើម្បីតែខ្លួនឯងម្នាក់ឯងទៀតទេខ្ញុំមិនដែលរស់នៅបែបនេះពីមុនមកទេចាប់ផ្ដើមពីពេលនេះទៅបើមិនដាច់ចិត្តទេកុំងាកក្រោយអីការងាកក្រោយគឺដើម្បីចងចាំផ្លូវពីរនៅខាងមុខតើផ្លូវមួយណាមានសុវត្ថិភាពផ្លូវខាងស្ដាំមានមនុស្សផ្លូវខាងឆ្វេងមានចចកឆ្វេងឬស្ដាំទៅខាងឆ្វេងមានចកហើយចុះពេលវាស៊ីឆ្អែតវានឹងបើកផ្លូវឲ្យតែមនុស្សមិនធ្វើអីចឹងទេស្ដាប់តាមគេទៅសោកស្ដាយទេមិនសោកស្ដាយទេចុះក្មេងស្រីម្នាក់នោះនាងអាចចាំបានទេនាងរឹងមាំជាងខ្ញុំទៅទៀតអញខ្លាចនាងហើយខ្លាចនាងយំចាប់ពីទីនេះទៅទីខាងជើងមិនមែនជាភ្នំដែលអញត្រូវយាមទៀតទេភ្នំទាំងអស់គឺដូចតែគ្នានៅត្រង់ណាវាអាចស៊ីមនុស្សហើយវាក៏អាចជួយមនុស្សបានដែរហេតុអ្វីបានជាអញចូលរួមជាមួយពួកយើងខ្ញុំធ្លាប់ស្លាប់ម្ដងរួចមកហើយកាលពីលើកមុនខ្ញុំគិតតែពីខ្លួនឯងចុងក្រោយគ្មានសល់អ្វីទាំងអស់លើកនេះពុកម៉ែខ្ញុំនៅរស់បងប្អូនខ្ញុំនៅរស់ហើយនាងក៏នៅរស់ដែរផ្លូវនេះពិបាកនឹងងាកក្រោយណាស់មិនដាច់ចិត្តទេមិនដាច់ចិត្តនៅតែទៅទៀតហើយគឺដោយសារតែមិនដាច់ចិត្តទើបមិនអាចបណ្ដោយឲ្យលោកេនេះបំផ្លាញពួកគេម្ដងទៀតខ្ញុំធ្លាប់ស្លាប់ម្ដងរួចមកហើយលើកនេះចង់រស់នៅឲ្យដូចជាមនុស្សម្នាក់ បងជួយ follow like share page Z7 សម្រាប់រឿងម្នាក់មួយផងដើម្បីបានរឿងថ្មីរាល់ថ្ងៃ